important task of the day ថ្ងៃនឹងមាន task 2ទី1គឺខ្ញុំត្រូវមានថត podcast មួយហើយហើយមកពីហ្នឹងខ្ញុំមានណាត់ជាមួយគេមួយទៀតដើម្បីទៅ studio មួយទៀតប៉ុន្តែដើម្បី record សំឡេងចំណាយពេលវេលាច្រើនជាងកន្លះថ្ងៃរបស់ពួកគេ I got invited to OYLអរុនសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ blog YouTube របស់ខ្ញុំកាន់ជួបគ្នាយូរហើយដោយសារតែខ្ញុំទៅតែឆ្លៀតពេលបានដើម្បី process into my new workplace anyway អ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែទៅ studio ទីញ៉ាំអីសិន sorry but important task of the day ថ្ងៃនឹងមាន task 2ទី1គឺខ្ញុំត្រូវមានថត podcast មួយដោយគេ invite ខ្ញុំជា host ជាវេទិកានេះនៅក្នុងការសួរសំណួរជាអ្នកសម្របសម្រួលនៅក្នុង podcast មួយហ្នឹងអញ្ចឹង production នេះនៅលើគេទេអញ្ចឹងមកថាខ្ញុំអត់ត្រូវជឿក្បាលនៅលើ production មកតង់តិចទេខ្ញុំទៅតែខ្លួនទេគ្រាន់តែទៅដល់សូមជាមួយនឹងសំណួរតិចទៅហើយចែកជាមួយនឹង recommend តិចទៅហើយយើងនឹងចាប់ដើម roll តែម្ដងផ្លូវនេះម៉ោង 9-10 នាទីអីហើយយើង expect ថាអាចនឹង roll ខ្ទង់ម៉ោង 10 hopefully ព្រោះតែខ្ញុំត្រូវទៅញ៉ាំអីទៀតសិនហើយ studio នៅរៀងឆ្ងាយគួរសមដែរ studio ខ្ញុំត្រូវទៅថតហ្នឹងគឺ studio ចាស់ដែលខ្ញុំទៅថតឲ្យក្រសួងអប់រំកាលពីលើកមុនពាក់អាវអ្នកគ្រូចាំហ្នឹងហើយ same studio ទេគ្រាន់ថាគេ set up បែប podcast និយាយទៅថតហើយញ៉ាំបាយថ្ងៃហើយមកពីហ្នឹងខ្ញុំមានណាត់ជាមួយគេមួយទៀតដើម្បីទៅ studio មួយទៀតប៉ុន្តែដើម្បី record សំឡេងមិនដើម្បីថត video ទេវាជាប្រភេទ commercial វាមិនមែន video spot ទេប៉ុន្តែវាជា commercial ដែលស្ថាប័នដែល brand គេធ្វើ commercial សម្រាប់ brand ខ្លួនឯងអញ្ចឹងណាខ្លីៗតែ30-40 second នេះប៉ុន្តែមាន3 video អានេះ first time របស់ខ្ញុំណាព្រោះម្ដងនៅពេលដែលគេមករកខ្ញុំឲ្យ voice over គឺខ្ញុំជាអ្នក voice over គេនៅផ្ទះខ្លួនឯងខ្ញុំដាក់ option ណាគេអញ្ចឹងទៅ so everything is under my control ប៉ុន្តែសម្រាប់ល្ងាចហ្នឹងគឺខ្ញុំត្រូវទៅ studio គេ hopefully ថា tone របស់ខ្ញុំដាក់ទៅវាត្រូវចិត្តគេទៅគេអត់សូវកែច្រើនអញ្ចឹងណាប្រជាជនគាត់ចិត្តតែយល់ថាឥឡូវឆាតចូលពេញមួយនៅក្នុងម៉ាសាមុខហើយខ្ញុំមិនតន់ sure ថាធ្វើឬមិនធ្វើអញ្ចឹងនៅក្នុងអ្នកសួរស្អកអ្នកឆ្លើយកំងួរហើយបិទភ្លើងបិទហើយខ្ញុំបានបញ្ចប់ shooting របស់ខ្ញុំហើយអញ្ចឹងត្រួសមិញហ្នឹងយើងថត3 topic ប៉ុន្តែវាអត់សូវជាច្រើនអីប្រហែលទេវាលក្ខណៈថា basically វាដូច one long episode ចឹងណាគ្រាន់ថាពួកយើងដូរខោអាវបានមក set ដែរហ្នឹងហើយនិយាយលើ topic 3ខុសគ្នាប៉ុន្តែវានៅក្នុង field ជាមួយគ្នាវា relate គ្នាអាចបន្តទៅបានគ្រាន់ថាoriginal purpose ហ្មងហ្នឹងគឺខាងគាត់ចង់ចែកវាទៅជា topic ផ្សេងៗគ្នាដើម្បីគាត់សួរច្រាមអញ្ចឹងណាអញ្ចឹង let's say ថាថតទឹកមិញហ្នឹងគឺ3 episode ផ្សេងគ្នាឥឡូវនេះម៉ោង 7:01 ហើយវីដេអូហ្នឹងប្រហែលជា90 minutes long ឥឡូវហ្នឹងកំពុងតែ edit ទៅរកអីញ៉ាំពេលថ្ងៃហើយដោយសារតែកន្លែងដែលខ្ញុំត្រូវទៅ voice over ពេលថ្ងៃហ្នឹងនៅម្ដុំទូកងអញ្ចឹងឥឡូវហ្នឹងគឺយើងទៅផ្ទះអ្នកបាត់ដំបងទៀតហើយចាក្មេងតូចចំណាយពេលវេលាច្រើនជាងកន្លះថ្ងៃរបស់ពួកគេនៅក្នុងការគេងក្មេងតូចចំណាយពេលវេលាច្រើនជាងកន្លះថ្ងៃរបស់ពួកគេពេលវេលាច្រើនជាងកន្លះថ្ងៃរបស់ពួកគេក្នុងការគេងខ្យល់ដែលមើលទៅស្អាតខ្យល់ដែលមើលទៅស្អាតលើម៉ាស៊ីនត្រជាក់ហើយឥឡូវនេះក៏បានបង្កើតបន្ថែមផងដែរលើម៉ាស៊ីនត្រជាក់ហើយឥឡូវនេះក៏បានបង្កើតបន្ថែមផងដែរលើម៉ាស៊ីនបន្សុទ្ធខ្យល់ Welcome back ទាំងអស់គ្នាខ្ញុំ record ឲ្យអស់ហើយនិយាយទៅ
ថាស្ពីដែលសំខាន់ហ្នឹងទាំង podcast ទាំង record សំឡេងគឺហើយអស់ហើយឥឡូវហ្នឹងម៉ោង4គាត់ល្មមប៉ុន្តែបញ្ចូលសេរីហ្នឹងវាលឿនជាងការរំពឹងទុកខ្ញុំខ្ញុំគាត់ថាប្រហែលជា2ម៉ោងតែមែនតើដូចចាយអស់ប្រហែលជា1ម៉ោងតិចតួចអីតែប៉ុណ្្នឹងថា1ម៉ោងចោះហ្នឹងហើយខ្ញុំនិយាយថាជាថ្ងៃណាដែលតនេដែលអត់សូវធ្វើអីវាអត់អីណាតែដល់ពេលថ្ងៃណាដែលយើងត្រូវ level យើងត្រូវការ energy ហ្នឹងវាដូចជន់យើងថែមហ្មងវាដូចជីវិតក៏មកស្រួលពេកជន់យើងមកជ្រុលលំបាកហើយជន់យើងឲ្យដល់បាតហ្មង I'm on my period and usually on my first day ហ្នឹងគឺ cramping is so bad my cramping is so bad ហ្មងហើយមិញហ្នឹងវាសំណាងដែរពីព្រឹកមិញវាអត់អីពេលថតហ្នឹងវាអត់អីវាមកអីអាពេលចង់បញ្ចប់ដែរចិត្ត voice over ចិត្តចប់ហ្នឹងដែលចាប់ដើមវារំថាចុកខ្លាំងទៅឡើងដល់ដាក់ឈរឡើងរួចណា voice បន្តិចអង្គុយ voice បន្តិចអង្គុយព្រោះកន្លែង voice ខ្ញុំហ្នឹងគឺខ្ញុំត្រូវឈរដើម្បី voice អញ្ចឹងមិញហ្នឹងគឺ holding I've been holding it តែវាអត់អីដែរអ្នកដែលមកជាមួយ voice មួយយើងហ្នឹងគាត់មិនមែន client នេះគាត់ជា agency ដែរអញ្ចឹងទៅពួកគាត់មិនទៅគាត់អត់សូវ strict ពេកទេហើយណាមួយខ្ញុំធ្វើ option ឲ្យគាត់ដល់ទៅ3 option អញ្ចឹងវាថាវា more than enough ហើយអញ្ចឹងវាអត់អីទេហ្នឹងហើយបងប្អូនឥឡូវហ្នឹងហើយញ៉ាំតិចតួចដោយសារមកខ្ញុំញ៉ាំថ្នាំមកអញ្ចឹងលេបថ្នាំមករៀង butter បន្តិចដែរខ្ញុំញ៉ាំចេកញ៉ាំអីធ្លាប់ពោះកុំឲ្យថាដាក់ថ្នាំទៅទេពេកឥឡូវហ្នឹងរៀបចំចេញទៅផ្ទះហើយដល់ផ្ទះគឺខ្ញុំពិតជាត្រូវការគេងមែនតើតែម្ដងចាស់ព្រោះមួយអាទិត្យជាប់នេះខ្ញុំទៅធ្វើការងើបម៉ោង6ព្រឹករាល់ថ្ងៃព្រោះអីកន្លែងខ្ញុំនៅហ្នឹងវាឆ្ងាយពីកន្លែងធ្វើការឆ្ងាយមកជុំមុំវាស្ទះខ្លាំងទៀតនិយាយទៅចំណាយពេលសឹងថា1ម៉ោងកន្លះទៅ2ម៉ោងទៅងំតែជិះទៅដល់កន្លែងធ្វើការអញ្ចឹងត្រូវងើបតាំងពីម៉ោង6ព្រឹកទៅអាចធ្វើដំណើរទៅតាន់ទឹកធម្មតាអត់ដូចអាទឹកធម្មយើងញ៉ាំធម្មតា I just had a very nice shopping 2-3 ថងចាពី ESQ អានេះមួយហើយមួយទៀតហើយyeah been buying a lot of stuff អូខេអត់ដឹង update ពីណាទៅណាមុននេះមុខខ្ញុំព្រឹកមិញហ្នឹង actually ខ្ញុំទៅតែមកពីធ្វើសេវាកម្មនៅ Alice ហើយ yeah it's kind of you can see anyway ក៏ពិតខ្ញុំថាខ្ញុំចង់មកទិញកៅអៅហ្នឹងដោយសារតែថ្ងៃ29ហ្នឹងខ្ញុំមាន event មួយរបស់ Alice Static ដែលគាត់ធ្វើកម្មវិធីហើយគាត់មានខ្ញុំដើម្បីជា MC នៅក្នុងការបើកកម្មវិធីរបស់គាត់អញ្ចឹងណា and it's a very good news too ដោយសារតែនិយាយទៅថ្ងៃមិញហ្មងចេញពីកន្លែងគាត់មកហ្នឹងគឺ I got invited to OYL I got invited as a guest speaker នៅក្នុងកម្មវិធី OYL yeah you heard it right សូម្បីតែខ្ញុំក៏ចង់ជឿខ្លួនឯងដែរ I was very happy ដល់ពេលអញ្ចឹងទៅវាត្រូវពេលល្អត្រូវមក shopping ដែរអញ្ចឹងការ shopping នេះគឺជាលក្ខណៈថាដើម្បីចូលរួមកម្មវិធីផងដើម្បី OYL ផងហើយក៏ដើម្បីកន្លែងការងារថ្មីខ្ញុំដែរព្រោះដោយសារតែកន្លែងការងារថ្មីខ្ញុំអត់អនុញ្ញាតឲ្យខ្ញុំពាក់ខោកបយបានទេ which is sucks yeah ឥឡូវនេះពងស្លៀកខោកបយនេះ like យើងគិតថាគ្រាន់តែយើងស្លៀកពាក់វាអត់មានអីច្រើនណាយល់អត់ប៉ុន្តែរហូតដល់យើងទៅដល់កន្លែងមួយដែលគេហាមសូម្បីតែស្លៀកខោកបយ that's when you know back then ដែលយើងធ្វើការយើងពាក់ខោកបយក៏បានស្លៀកសំពត់ខ្លីក៏បានទៅធ្វើការ it's a blessing work life ហ្មងមែនមិញ100ជាងlet you see the receipt នេះ138.67អាហ្នឹង after discount ទេណា discount បាន 20% បើសិនជាអត់ discount ទេខ្ញុំត្រូវអស់ប្រហែលជា160អីហើយ let's say អានេះគឺជាការឲ្យកាដូខ្លួនឯង because I've been trying so hard lately and I've been through something ដែលវាប៉ះពាល់ដល់ផ្លូវចិត្តខ្ញុំច្រើនដែរ so let's take this as a healing journey ដែលខ្ញុំស្រោចស្រង់ខ្លួនឯងឡើងមកវិញហើយ hopefully ថានឹងមានរឿងល្អៗចូលមកបន្តទៀត